លើកហើយបងប្អូនទាំងអស់នេះគឺជាទូកខ្នាតវែងដែលចូលរួមប្រណាំងនៅវត្តបច្ច័យរង្សីគេហៅថាវត្តអញ្ជែងនៅថ្ងៃទី25-26 ខែតុលានេះឯងគឺមានចំនួន31ទូកសម្រាប់តែទូកខ្នាតវែងទេប៉ុន្តែទូកខ្នាតខ្លីទូកចៅអូមកច្រើនមែនទែនមកព្រឹត្តិការណ៍គឺទូកច្រើនមែនទែនប៉ុន្តែវីដេអូនេះខ្ញុំលើកយកតែវីដេអូនៃទូកខ្នាតវែងតែម្ដងចង់ដឹងថាទូកខ្នាតវែងទាំងអស់នោះមានអ្វីខ្លះតោះទៅមើលតអស់នេះទូកងកម្ពុជាដែលចូលសាន់ជ័យទូកងកម្ពុជាដែលចូលសាន់ជ័យគឺជាទូកដែលមកពីខាងវត្តរតនបព្វារាមមកពីគុំភេងចាញស្រុកមុខកម្ពុជាខេត្តកណ្ដាលទូកនេះមានចំណុះ75នាក់ផងដែរបន្តមកទៀតនេះគឺជាទូកងដែលមានឈ្មោះថាបកលន់វាជាទូកងដែលស្ថិតនៅក្នុងវត្តខ្ចៅមកឃុំខ្ចៅស្រុកកងមីខេត្តកំពង់ចាមទូកនេះមានចំណុះ75នាក់បន្តមកទៀតនេះគឺជាទូកងដែលមានឈ្មោះថាបុផាសុស្ដីបាទធបដីដេជាគឺជាទូកងដែលមកពីខាងវត្តបុផាសុស្ដីមកឃុំព្រែកកុយស្រុកកងមីខេត្តកំពង់ចាមបាទទូកនេះមានចំណុះ75នាក់ផងដែរនេះគឺជាទូកងដែលមានឈ្មោះថានារីឧត្តមគឺជាទូកងដែលមកពីខាងវត្តកោះតាងោមកឃុំសុគងស្រុកកងមីខេត្តកំពង់ចាមទូកនេះមានចំណុះ75នាក់ផងដែរបន្តមកនេះគឺជាទូកម្ចាស់ផ្ទះផ្ទាល់តែម្ដងគឺជាទូដែលមានឈ្មោះថាវិជ័យកុមារដែលជួយសាន់ជ័យគឺជាទូដែលមកពីខាងវត្តវិជ័យរងសេផ្ទាល់គឺនៅក្នុងឃុំពុកឫស្សីបាទស្រុកសេចក្ដាខេត្តកណ្ដាលទូកនេះគឺមានចំណុះ75នាក់និងម្ចាស់ផ្ទះមួយគ្រឿងទៀតនោះគឺទូកដែលមានឈ្មោះថាវិជ័យបាទវង្សាដែលជួយសាន់ជ័យគឺជាទូនៅក្នុងវត្តវិជ័យរងសេនឹងដែរហើយមកពីខាងពុកឫស្សីស្រុកសេចក្ដាខេត្តកណ្ដាលបាទចំណុះគឺ75នាក់ដូចគ្នាទូកដែលបានចូលរួមបន្តទៀតនេះគឺជាទូកដែលមានឈ្មោះថាសវណ្ណបេកាមកសោមាទេពីអង្គរអំពពេជ្រគឺជាទូកដែលមកពីខាងវត្តព្រៃប្រសពឃុំព្រៃប្រសពស្រុកសក្តាបាទខេត្តកណ្ដាលផ្ទាល់ហើយចំណុះគឺ75នាក់ដូចគ្នាទាំងអស់ហ្នឹងបន្តមកទៀតនេះគឺជាទូកងដែលមានឈ្មោះថាបេជាព្រះវេសវណ្ណសវណ្ណមនីមានជ័យមកសេរីបន្ទាយដែកទូកនេះមកពីខាងវត្តបន្ទាយដែកឃុំបន្ទាយដែកស្រុកគៀនស្វាយខេត្តកណ្ដាលមានចំណុះ75នាក់បន្តមកនេះគឺជាទូកដែលមានឈ្មោះថាមហាទន្សាយផ្លោះគឺជាទូកដែលមកពីខាងវត្តរីប៉ៃឃុំរីប៉ៃស្រុកកងមីខេត្តកំពង់ចាមមានចំណុះ75នាក់បន្តទៀតនេះគឺជាទូកងដែលមានឈ្មោះថាបារមីឯកមានជ័យគឺជាទូកងដែលស្ថិតនៅក្នុងវត្តពីមតាឯកមកឃុំពីមអង្គញាអង្គមកក្រុងអរិយខ្សាច់មកខេត្តកណ្ដាលគឺមានចំណុះ75នាក់ផងដែរទូកដែលបានចូលរួមបន្តទៀតនេះគឺជាទូកដែលមានឈ្មោះថាមហិតរិទ្ធកំហែងជ័យបារមីវត្តស្វាយអណ្ដែតគឺជាទូកដែលមានវត្តមានមកពីខាងវត្តស្វាយអណ្ដែតឃុំសាយកាកែវមកក្រុងអរិយខ្សាច់ខេត្តកណ្ដាលមានចំណុះ75នាក់បន្តនេះគឺជាទូកដែលមានឈ្មោះថារតនសង្គមពងពាយអណ្ដែតសែនជ័យគឺជាទូកដែលមានវត្តមាននៅក្នុងវត្តសុវណ្ណឧទ្យានឃុំអង្គរអង្គស្រុកពីមជរខេត្តព្រៃវែងដែលមានចំណុះ75នាក់បន្តទៀតគឺជាទូកដែលមានឈ្មោះថាវិចិត្រដេជោសាន់ជ័យគឺជាទូកដែលស្ថិតនៅក្នុងវត្តកោះចរាមឃុំកោះចរាមស្រុកសក្តាខេត្តកណ្ដាលមានចំណុះ75នាក់បន្តមកទៀតនេះគឺជាទូកងដែលមានឈ្មោះថាសព្រួយពេជ្រគឺជាទូកងដែលមកពីខាងវត្តវាព្រៅបាទឃុំពូរៀងស្រុកពូរៀងខេត្តព្រៃវែងទូកនេះមានចំណុះ75នាក់បន្តមកទៀតគឺជាទូកងដែលមានឈ្មោះថាស៊ីសាន់ជ័យបារមីដេជាគឺជាទូកងនៅពីខាងវត្តសាកូបរីមកឃុំព្រៃលាវស្រុកកងមីខេត្តកំពង់ចាមទូកនេះមានចំណុះ75នាក់ផងដែរបន្តមកទៀតគឺជាទូកងដែលមានឈ្មោះថាស្បៃវែងគឺជាទូកងមកពីខាងវត្តកោះប្រាក់បាទឃុំកោះប្រាក់ស្រុកគៀនស្វាយខេត្តកណ្ដាលចំណុះគឺ75នាក់ដូចគ្នាបន្តមកទៀតនេះគឺជាទូកដែលមានឈ្មោះថាស្រីខ្មៅមានជ័យគឺជាទូកដែលមានវត្តមាននៅក្នុងវត្តត្រាល់ឃុំកំពង់ពពិលស្រុកពីរៀងខេត្តកំពង់ស្រ័យបាទខេត្តព្រៃវែងបាទមានចំណុះ75នាក់បន្តមកនេះគឺជាទូកដែលមានឈ្មោះថាភូមិខ្សុំសុកសានសានជ័យសេរីសិទ្ធិគឺជាទូកដែលមកពីខាងវត្តប្រជុំសាគរខ្សុំឃុំទីដែកស្រុកគៀនស្វាយខេត្តកណ្ដាលដែលមានចំណុះ75នាក់ផងដែរបន្តមកនេះគឺជាទូកងដែលមានឈ្មោះថាព្រះទីនាងគឺជាទូកងដែលមកពីខាងវត្តព្រែកអំពិលឃុំព្រែកអំពិលក្រុងអរិយខ្សាច់ខេត្តកណ្ដាលចំណុះ75នាក់ផងដែរបន្តមកនេះគឺជាទូកដែលមានឈ្មោះថាសង្ហាមានជ័យគឺជាទូកដែលមកពីខាងវត្តសុវណ្ណចម្ប៉ាមកឃុំមេសប្រច័ន្ទបាទស្រុកពីមរៀងខេត្តព្រៃវែងមានចំណុះ75នាក់បន្តមកទៀតនេះគឺជាទូកដែលមានឈ្មោះថាកម្ពុជាអធិរាជត្រៃភពហនុមានសានជ័យគឺជាទូកដែលមកពីខាងវត្តសំរោងបាទសង្កាត់សំរោងខណ្ឌពេជ្រភ្នៅបាទរាជធានីភ្នំពេញបាទមានចំណុះ75នាក់
ដោយសារតែវីដេអូរឿងវែងយើងខ្ញុំសូមកាត់តែម្ដងរៀបរាប់ពីឈ្មោះទូកតែម្ដងទៅនៅសល់មាននាងតាវតីធិបតីសែនជ័យមកពីខាងវត្តថ្មគោបាទខាងខេត្តកណ្ដាលយើងនេះមានសីសសវណ្ណពេជ្រមณีមកពីខាងភ័យវែងមកមានមកចូលពេជ្រចូលសែនជ័យមកពីវត្តតនបផារាមភេងចាយយើងនឹងឯងបាទមានកងតនឹងធិបតីបាទមកពីខាងកំពង់ចាមមានរតនសជ័យមកពីភ័យវែងមានតទៀតគឺមានជ្រៃសែនជ័យវាសនាបាទមានជ័យបាទបារមីបង្គគ្រំបាទមានបាទយុទ្ធវង្សសែនជ័យបាទមានច្រើនបាទមានវិសុទ្ធគង្គាបាទនាវាសែនជ័យបារមីវត្តទឹកថ្លាជាដើមបើសិនជាមានឈ្មោះត្រង់ណាដែលខ្វះខាតសូមអធិស្ឋានទុកមុនអរគុណច្រើនក៏សូមអរគុណបងប្អូនសម្រាប់ការទស្សនាហើយអរគុណច្រើនសម្រាប់ការទស្សនាចុច like ចុច share នេះឯងបាទជាកម្លាំងចិត្តឲ្យខ្ញុំបានបើសិនជាមានទឹកចិត្តជួយជាលុយតិចតួចក៏បានដែរបាយបាយបងប្អូនជួបគ្នានៅវីដេអូក្រោយបាទបើសិនជាបងប្អូនបាទទៅចិត្តត្រង់ណាមកคอมเมนต์ប្រាប់ផងខ្ញុំនឹងកែតម្រូវតែហាមជេរបងប្អូនហើយណា follow វាផងអរគុណច្រើនបាយបាយ